សួស្តីទៅកាន់បងប្អូនទាំងអស់គ្នាវិលត្រឡប់ជួបជាមួយនឹងខ្ញុំម្ដងទៀតហើយបញ្ញា Welcome back SPFX ថ្ងៃហ្នឹងគឺយើងមកវិភាគទៅលើតម្លៃទីផ្សារមាសសកលជាធម្មតាដែលយើងធ្វើការ trade ជាប្រចាំថ្ងៃបងប្អូនក៏ប៉ុន្តែថ្ងៃហ្នឹងដូចខ្ញុំនិយាយពីព័ត៌មានក៏ដូចជាការវិភាគការពីអាទិត្យមុនអញ្ចឹងកាលពីថ្ងៃសុក្រសៅរ៍អាទិត្យខ្ញុំបានប្រាប់បងប្អូនទាំងអស់គ្នាទាំងបងប្អូនដែលទិញមាសស្រស់នៅខាងក្រៅក៏ដូចជាបងប្អូនដែលធ្វើការទិញទៅលើតម្លៃមាសនៅក្នុងទីផ្សារសកលទីផ្សារអន្តរជាតិមួយនេះការរំពឹងទុករបស់ខ្ញុំនឹងមានការកើនឡើងហើយពេលហ្នឹងក៏ខ្ញុំបានដាក់ target ដូចគ្នាថាតម្លៃមាសអាចនឹងឡើងដល់5350ទៅ5380ក្នុងមួយអោននេះខ្ញុំនិយាយពីទីផ្សារសកលបងប្អូនហ្នឹងហើយអញ្ចឹងយើងមកមើលពីតម្លៃមាសទាំងអស់គ្នាបងប្អូនតម្លៃមាសបច្ចុប្បន្ន5344ក៏ប៉ុន្តែព្រឹកមិញនេះបងប្អូនអាចមើលបានវាឡើងមកដល់5397ចឹងវាហួសទៅលើ target របស់យើងទៀតដែលខ្ញុំរំពឹងទុកកាលពីថ្ងៃសៅរ៍អាទិត្យបន្ទាប់ពីមានសង្គ្រាមដែលខ្ញុំបានបញ្ជាក់បងប្អូនហ្នឹងនេះវាឡើងមកផុតតែម្ដងអញ្ចឹងក្នុងថ្ងៃហ្នឹងជាថ្ងៃច័ន្ទដើមអាទិត្យក៏ដូចជាដើមខែដូចគ្នាយើងនៅតែធ្វើការទិញទៅលើតម្លៃមាសអញ្ចឹងបងប្អូនដូចខ្ញុំនិយាយបញ្ជាក់អញ្ចឹងទោះបីជាបងប្អូនឃើញតម្លៃវាយ៉ាងខ្ពស់មែនក៏ប៉ុន្តែការទិញទៅលើតម្លៃមាសវាសមត្ថភាពជាងក្នុងការយើងបើកទៅលើ portion sell ដូចជា portion លក់ពីព្រោះអីខ្ញុំបានបញ្ជាក់បងប្អូនតាំងពីដើមយូរមកថាតម្លៃមាសនឹងមានការកើនឡើងក្នុងពេលឆាប់ដោយសារតែនេះមានសង្គ្រាមប្រទេសអ៊ីរ៉ង់ផងបងប្អូនហ្នឹងហើយអញ្ចឹងទៅវាបុកឡើងលឿនណាក៏ប៉ុន្តែបើសិនជាករណីថាអត់មានសង្គ្រាមទេមានតែមានការកើនឡើងអញ្ចឹងក៏ប៉ុន្តែឥឡូវហ្នឹងមានសង្គ្រាមទៀតអញ្ចឹងវាជាផ្នែកមួយទៀតជាផ្នែកធំមែនទែនជំរុញឲ្យមាសកាន់តែមានការកើនឡើងខ្ពស់អញ្ចឹងក្នុងថ្ងៃហ្នឹងសម្រាប់ខ្ញុំគឺខ្ញុំនៅតែ recommend ធ្វើការទិញទៅលើតម្លៃមាសហើយសម្រាប់ឥឡូវតម្លៃ5350នេះគឺខ្ញុំអាចឲ្យទិញបានដែរបងប្អូនសម្រាប់អ្នកដែល aggressive អានេះឧទាហរណ៍ aggressive trader គឺយើងអាចធ្វើការទិញបានទៅលើតម្លៃមាស buy now ហើយឧទាហរណ៍ថាបើសិនជាវាករណីថាវាធ្លាក់មកត្រឹម5320ឬមក5330យើងធ្វើការទិញម្ដងទៀតបងប្អូនតាមពិតទៅខ្ញុំឲ្យទិញតាំងពីនៅក្រោមនេះក៏ប៉ុន្តែខ្ញុំចេញវីដេអូយ៉ាងយឺតតិចបើសិនជាបងប្អូននៅក្នុងក្រុមគឺគាត់បានទិញបាត់ហើយទៅលើតម្លៃមាសមុនហ្នឹងព្រោះដូចខ្ញុំនិយាយបញ្ជាក់បងប្អូនអញ្ចឹងតម្លៃការតម្លាក់នៅក្នុងក្រុមវាលឿនជាងការខ្ញុំចេញទៅលើវីដេអូអញ្ចឹងមកខ្ញុំចង់ឲ្យបងប្អូនធ្វើការjoinទៅលើក្រុមរបស់ខ្ញុំដើម្បីទទួលបានព័ត៌មានលឿនហើយសម្រាប់យើងចូលយកផលចំណេញអញ្ចឹងកុំឲ្យវែងឆ្ងាយយូរយើងអាចធ្វើការទិញទៅលើតម្លៃមាសក្នុងពេលឥឡូវបានហើយដូចខ្ញុំបញ្ជាក់អញ្ចឹងមាសចុះមកកាន់តែខ្លាំងយើងទិញបានហេតុផលដែលយើងទិញទៅវិញកាន់តែច្រើនទាំងសេដ្ឋកិច្ចក៏ដូចជាព័ត៌មានទៅលើ fundamental ផ្សេងសុទ្ធតែជំរុញឲ្យមាសឡើងអញ្ចឹងក្នុងថ្ងៃហ្នឹងគឺយើងនៅតែធ្វើការទិញទៅលើតម្លៃមាសទៀតបងប្អូនហើយ target ធំបំផុតដែលខ្ញុំរំពឹងទុកទៅលើតម្លៃមាសគឺនៅនេះខ្ញុំដាក់0ឲ្យ5500បងប្អូន5500ជា target ធំបំផុតដែលយើងរំពឹងថាមាននឹងឡើងមាសនឹងមានការឡើងទៅដល់ក្នុងអាទិត្យហ្នឹងម្ដងខ្ញុំនិយាយហ្នឹងគឺក្នុងអាទិត្យហ្នឹងអញ្ចឹងរយៈពេល5ថ្ងៃចាំមើលថាតើវាឡើងទៅដល់អត់ព្រោះបើសិនជាវាស់ពីតម្លៃដែលយើងចូលទៅវាខ្វះតែ170លេខថា200លេខចុះតម្លៃដែលយើងធ្វើការទិញឡើងតែម្ដងអញ្ចឹងបងប្អូនត្រូវដឹងថាតម្លៃមាស100លេខទៅ50លេខទៅ100លេខឥឡូវហ្នឹងវាអាចរត់បានត្រឹមតែរយៈពេល1ម៉ោងឬមក2ម៉ោងទេឲ្យតែមានកម្លាំងខ្លាំងឲ្យតែមាន momentum ល្អក៏ដូចជាមាន William Tender លាក់បាយច្រើនមានដឹងតែបុកឡើងលឿនហើយអញ្ចឹងខ្ញុំនិយាយនេះខ្ញុំនិយាយមកអាទិត្យក៏ប៉ុន្តែបើសិនជាយើងមើលទៅលើជាក់ស្ដែងអាចនឹងលឿនហួសពីការរំពឹងទុករបស់យើងអញ្ចឹងយើងអាចធ្វើការទិញក្នុងពេលឥឡូវបានហើយចាំមើលថាតើឡើងដល់ target របស់យើងអត់ក្នុងថ្ងៃហ្នឹងក៏ប៉ុន្តែបើសិនជាករណីថាមានឡើងមកដល់ត្រឹមតម្លៃ5400ជាងយើងអាចធ្វើការ take profit ខ្លះបានហើយយើងទុកទៅលើ portion ដែលយើងកំពុងតែ holding ចំណេញហ្នឹងអូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំមក update តែប៉ុណ្្នឹងទេយើងរងចាំមើលទៅលើតម្លៃមាសទាំងអស់គ្នាថាតើវា hit target របស់យើងឬមួយក៏អត់ក្នុងថ្ងៃហ្នឹងហើយសម្រាប់បងប្អូនដែលបានចូលទៅតាមខ្ញុំកាលពីថ្ងៃសុក្របងប្អូនអាចធ្វើការបិទផលចំណេញថ្ងៃហ្នឹងបានថ្ងៃហ្នឹងដើមផឹកមកបើកផ្សារមកឥឡូវម៉ោង9ជាងបើកផ្សារមកបានហោះ100លេខជាងហ្នឹងហើយមួយទៀតសម្រាប់បងប្អូនណាអត់បានចូលក្រុមបងប្អូនអាចចូលក្រុមបានមួយទៀតទៅលើបងប្អូនដែលអត់មានពេល trade បងប្អូនអាចដាក់ទៅលើ copy ដូចគ្នាចាំខ្ញុំប្រសា account ជូនហើយយើងធ្វើការ trade យកផលចំណេញទាំងអស់គ្នាមួយទៀតសម្រាប់បងប្អូនដែលចង់រៀនសូត្រថ្មីតែម្ដងបងប្អូនអាចរៀនសូត្រជាមួយនឹងខ្ញុំសិនបាន
បងប្អូនដែលមានការខាតបង់ពីមុនមកហ្នឹងហើយបងប្អូនអាចមករៀនជាមួយនឹងខ្ញុំបានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេយើងនឹងចាំវីដេអូក្រោយជួបគ្នាម្ដងទៀតអរគុណ